ក៏ល្អដែរប៉ុន្តែខ្ញុំមានវិធីមួយទៀតខ្ញុំអាចគិតថាវារឹតតែស្រួលជាងអានេះនេះឃើញទេអញ្ចឹងក៏វាផុសបានដែរវាមើលទៅវាឃើញផុសហ្នឹងគឺតើយើងធ្វើមិនចាក់ teacher grow លឿនអញ្ចឹងឥឡូវនេះគឺរបៀបចាក់ teacher grow ហ្នឹងគឺវាមានច្រើនរបៀបខ្លាំងមែនទែនក្នុងការប្រើប្រាស់ plugin ហ្នឹងហើយទីមួយគឺយើងប្រើ teacher ដែលខ្ញុំនឹងនិយាយពីអាហ្នឹងហើយខ្ញុំនឹង recommend ឲ្យអ្នកប្រើហ្នឹងដែរហើយទីពីរហ្នឹងគឺយើងប្រើ plugin ថ្មីនេះ powerful ខ្លាំងមែនតើ plugin ហ្នឹងវាមកជំនួយច្រើនហ្មងអញ្ចឹងអូខេឥឡូវយើងទៅ Array Object អញ្ចឹងដើម្បីចាក់ grow បានបើយើងប្រើប្រាស់ plugin អឺវាមានភាពងាយស្រួល plugin ហ្នឹងឥឡូវគឺយើងគ្រាន់តែ select លើ grow ដែលយើងចង់ចាក់ហ្នឹងមកហើយយើង select លើ space ដែលយើងចង់ចាក់ហ្នឹង double click មួយទៀតមកយើងចាក់ចេញ grow បានហើយវាកាត់បានស្អាតទៀតទៅលើការកាត់ grow ហ្នឹងណាអញ្ចឹងអានេះខ្ញុំភ្លេចប្រាប់បន្តិចអញ្ចឹងពេលអ្នកនរគូ rectangle 6x6 ហ្នឹងអ្នកនរប៉ាត់មាត់ឆាបវាបន្តិចទៅហើយរបៀបប៉ាត់ហ្នឹងគឺនេះយើងប្រើ run add នេះអញ្ចឹងពេលយើងប៉ាត់ហើយយើងប្រើ grow នេះប៉ុន្តែ plugin នេះក៏យើងប្រើពេលយើងប្រើface array នេះហើយយើងត្រូវមាន plugin ជំនួយមួយទៀតបានន័យថាយើងអត់អាចដាក់ចេះបានទេប្រយោmap នេះគឺវាមិនអាចឥឡូវនេះចង់ថាកាមុនវាអញ្ចឹងមែនតែឥឡូវនេះគឺវាអត់ស្អាតទេចង់ថាយើងមើលទៅអត់ស្អាតយើងដាក់ design យើងដាក់អញ្ចឹងមិនកើតអញ្ចឹងដើម្បី rotate កុំឲ្យវា face ដូចគ្នាអញ្ចឹងបានយើងប្រើ plugin មួយទៀតវាវាវាយើងត្រូវប្រើប្រាស់ពីរ plugin ហ្នឹងដើម្បីឲ្យ texture នឹងស្អាតណាអញ្ចឹងយើងប្រើ texture នេះ plugin មួយទៀត texture randomize នេះអញ្ចឹងយើង yes មក yes ទៀតមក so អានេះវាជាគ្រប់អូខេអញ្ចឹងបន្ទាប់ពីយើងអូខេអស់ហើយវាជានេះអានេះបើ default setting របស់វាគឺវា no ទេអញ្ចឹងយើង select លើ yes មក yes មួយទៀតមកហើយយើង click OK ទៅឃើញអញ្ចឹងយើងអាចប្រើតាមវិធីនឹងបានក្នុងការធ្វើជា grow ឃើញរងវាងាយស្រួលក្នុងការឃើញរងមានភាពច្បាស់លាស់ក្នុងការឲ្យស្រមោលជះទៅអញ្ចឹងយកវាមកប្រើជាក់ស្ដែងឧមាថាអ្នក face របស់យើងចង់បិទ grow ហ្នឹងអញ្ចឹងយើងគ្រាន់តែទៅ array នេះមក plugin ដែលយើងប្រើមកsorry លើកលើវាមួយសិន click នៅ object នេះអអញ្ចឹងយើង select លើ face ហ្នឹងមក face ណាដែលយើងចង់ឲ្យgrow យើងរៀបហើយចំណុចពិសេសមួយនៃ plugin ហ្នឹងគឺយើងវាយទីតាំងយើងកំណត់ទីតាំង grow ដែលយើងវាយអញ្ចឹងបានន័យថាខាងជាក់ស្ដែងយើងចង់ឲ្យ grow នេះវាយចេញពីជ្រុងណាទៅអញ្ចឹងអាហ្នឹងវាពាក់ព័ន្ធមួយសោភ័ណភាពដែរព្រោះថាយើងចង់វាយចេញពីជ្រុងកែងនេះយើងដំបអូមួយទៀតplugin នេះគឺយើងដឹងចំនួនការ៉េនេះបានន័យថាអស់ប្រហែល23ការ៉េមិញប្រាប់ចំនួនការ៉ូទៀតអឺ why split off maybe my teacher ឃើញសាច់ map វាណែនហើយវាដូចគ្នាអញ្ចឹងយើងអត់ចង់បានអាហ្នឹងទេអាហ្នឹងវាធ្វើឲ្យវាមើលមកអត់ស្អាតណាអញ្ចឹងយើងគ្រាន់តែ select លើ draw របស់យើងទាំងអស់នេះមកវាអស់មកវាអស់ហើយយើងប្រើប្រាស់ plugin មួយtexture randomize នេះយើងយកទៀតមកយកទៀតមកអញ្ចឹងអានេះអ្នកនរគ្នាមិនជឿក្បាលទេមិនជឿក្បាលមួយវាទេយើងប្រើណាដែលយើងចាំបាច់ទៅបានហើយយើងដូរទៅជា yes yes មកអញ្ចឹងវាដូរការ៉ូហ្នឹងហើយអានេះវាជាវិធីទី1ក្នុងការដើម្បីចាក់ការ៉ូឲ្យវាមើលឃើញរងស្អាតវិធីនេះក៏ល្អដែរគាត់ថាវាក៏ល្អដែរប៉ុន្តែ
ខ្ញុំមានវិធីមួយទៀតខ្ញុំអាចគិតថាវារឹតតែស្រួលជាងអានេះវារឹតតែស្រួលជាងអាហ្នឹងគឺយើងនឹងប្រើប្រាស់យើងប្រើប្រាស់ Teacher អញ្ចឹងខ្ញុំធ្វើការងារជាក់ស្ដែងច្រើនបើន័យថាអាការងារបិទការ៉ូហ្នឹងវាក៏សំខាន់ដែរប៉ុន្តែបើយើងប្រើប្រាស់ Teacher វាស្រួលជាងយើងគ្រាន់តែ select ការ៉ូ Teacher របស់យើងមកអឺ get material អញ្ចឹងវាបើន័យថានេះយើងបង្កើតខ្លួនឯងណាយើងបង្កើតខ្លួនឯងទៅតាមអ្វីដែលលើទីផ្សារខ្មែរយើងមានអញ្ចឹងមិនថាយើងទៅរក teacher ពីក្រុមហ៊ុនគេមកឬក៏ក្រុមហ៊ុនគេឲ្យ teacher យើងមកយើងបង្កើតវាទៅជារូបភាពអញ្ចឹងអញ្ចឹងដកឲ្យធំបន្តិចអញ្ចឹងរូបភាពហ្នឹងគឺវាអញ្ចឹងយើងមាន BAM ដើម្បីធ្វើវាផុសយើងត្រូវបង្កើតពី teacher មួយទីមួយ default map ពីរហ្នឹងគឺ BAM យើងត្រូវមាន teacher ហ្នឹងអញ្ចឹងកាលណាយើងបង្កើតអាហ្នឹងហើយវាផ្ដល់ភាពងាយស្រួលឲ្យយើងពេលក្រោយយើងគ្រាន់តែដុំមកថាខ្ញុំចង់ប្រើក្រុមមួយនេះមិនសូរឈ្មោះក្រុមហ៊ុនគេដែរអញ្ចឹងគ្រាន់តែដើម្បីតែមិនឲ្យវាត្រូវទំហំរបស់វាយើងគ្រាន់តែគូរឡាញលើនេះមកដ្រូននេះដូចជា6ទឹកអូសិតទៀត6ទឹកគុណឲ្យ1.2 ម៉ែត្រអញ្ចឹងក្រូឥឡូវនេះគឺគេពេញនិយមហ្មងក្រូ1 ម៉ែត្រទឹកគុណ1.2 ម៉ែត្រនោះវាស្អាតពេលយើងក្រូយើងធ្វើអញ្ចឹងហើយយើងគ្រាន់តែ scale object យើងនេះមកខ្ញុំក្រូគឺត្រូវជាមួយនឹងអ្វីដែលយើងមកតែយើងចង់បានហ្នឹងមកត្រូវហើយយើងឆក់ពណ៌នេះថ្មីរលឿនពេកយើងឆក់ពណ៌នេះលើនេះមកគឺយើងបានទំហំក្រូ6ទឹកគុណ1.2 ម៉ែត្រអញ្ចឹងបើយើងចង់វាយចេញពីកែងនេះយើង select លើ teacher position នៃ teacher ហើយយើង select មកមានន័យថាយើងចង់វាយចេញពីកែងណានៃក្រូហ្នឹងត្រង់កែងណានៃផ្ទះកែងនេះអញ្ចឹងអានេះគឺវាបានដូចគ្នាវាដូចជាមួយនឹង plugin មិញអញ្ចឹងប៉ុន្តែអានេះគឺវាផ្ដល់ភាពងាយស្រួលមួយប្រហែលយើងចង់បានការ៉េនៃទំហំក្រូហ្នឹងយើងគ្រាន់តែ click វាមកអឺអានេះខ្ញុំអត់បានបើក try ម្ដេច try នេះការ៉េបើន័យថា3 6 23ម៉ែត្រការ៉េអានេះខ្ញុំភ្លេចដូរទៅជាម៉ែត្រការ៉េនេះអាហ្នឹងក៏វាជារបៀបរកការ៉េមួយទៀតដែរបើយើងចង់បានចំនួនការ៉េនៃអាហ្នឹងហើយអ្វីដែលសំខាន់និងងាយស្រួលបំផុតហ្នឹងគឺវាអត់ធ្វើឲ្យ scene យើងហ្នឹងវាញ៉េញ៉ៃអញ្ចឹងបើយើងប្រើអានេះក៏បានដូចគ្នាតែគ្រាន់តែយើងឃើញក្រងឃើញរងឃើញអីនេះរហូតជាប្រចាំរហូតអញ្ចឹងទៅវាពេលខ្លះវាធុញដែរវា messy ភ្នែករបស់យើងពេលនេះយើងមើលមកវាស្រាលស៊ីនយើងហើយវានេះទៀតវាវាអត់ញ៉ៃញ៉ៃអញ្ចឹងដើម្បីធ្វើឲ្យវាផុសរងបានយើងគ្រាន់តែចូលទៅ Inkscape ហើយយើងដូចជាលោកខ្លាំងតែយើងឆ្លោះហើយអញ្ចឹងយើងមកដាក់បាមវាទៅនេះឃើញទេអញ្ចឹងក៏វាផុសបាមដែរវាមើលទៅវាឃើញផុសណាក្រោយយើងឃើញផុសណាអញ្ចឹងបើយើង render ចេះទៅឃើញក្រោយយើងឃើញផុសហើយអូខេហ្នឹងហើយនេះគឺជាពីររបៀបដែលខ្ញុំគិតថាល្អបំផុតសម្រាប់ក្នុងការធ្វើក្រូឥឡូវហ្នឹងឥឡូវហ្នឹងខ្ញុំគិតថា floor generation វាដូចជាពិបាកក្នុងការ recommend ឲ្យប្រើទី1 space វាកាត់លេខត្រូវ
កាត់វានៅសល់កែមពេលខ្លះអត់ត្រូវពេលខ្លះញ៉ៃញ៉ៃពេញហ្នឹងហើយពិបាករកទិសដៅក្នុងការកាត់អញ្ចឹងឥឡូវគេមានពីរ plugin ពីរវិធីនេះអ្នកនរគ្នាអាចប្រើវិធីមួយណាក៏បានដែរប៉ុន្តែបើសម្រាប់ខ្ញុំខ្ញុំនឹងប្រើនេះពីព្រោះឧបមាថាខ្ញុំចង់បាន file នេះចាក់នៅនេះតទៀតយើងគ្រាន់តែ select លើវាហើយយើងដាក់ file នេះមកហើយវាលឿនហើយវាជួយសម្រាលសៀនរបស់យើងកុំឲ្យសៀនយើងវារត់ទៅធ្ងន់ណាឃើញទេចឹងហើយអញ្ចឹងកាលណាប្រើរបៀបប្រើ teacher ក៏វាមួយយ៉ាងដែរបើយើងអត់ចង់ប្រើ plugin កាត់ញ៉ៃៗព្រោះ plugin នេះដើម្បីកាត់បានក៏វាត្រូវការពីរ plugin មួយជំនួយដែរអញ្ចឹងអានេះមួយទៀតអានេះមួយទៀតអញ្ចឹងខ្ញុំគិតថាការប្រើប្រាស់ teacher នេះគឺវាងាយស្រួលស្រាប់គ្នាយើងច្រើនជាងប្រើអានេះតែយើងប្រើនេះអូខេអញ្ចឹងថ្ងៃហ្នឹងវីដេអូយើងមានតែប៉ុណ្្នឹង